ជាប់នៅនឹងដង់បាទទៅអត់រួចទេបាទជំពេញផ្សារអស័យគឺណាត់ក្តង់បាទប្រជាពលរដ្ឋលោករអ៊ូរទាំនឹងបាទពិបាកធ្វើដំណើរនៅជំពេញផ្លូវផ្សារអស័យដោយសារតែអាជីវករហ្នឹងដឹងស្រាប់ហើយផ្លូវនេះផ្លូវសាធារណៈរបស់រដ្ឋទេបាទហើយឃើញហើយឡានឈប់អីចឹងអីមើលនោះបាទយកលុយឡានអីទៅកណ្ដាលផ្លូវអញ្ចឹងបាទនេះបាទដល់ហើយបាទប្រិមិត្តណែនហ្មងអាណាថាបតៃពេញផ្លូវហ្មងនេះគាត់បាទដាក់ចឹងមកកណ្ដាលផ្លូវអីចឹងទៅរាប់ហើយបាទនេះអាមានតែរួចបើរឿងអីមិនស្ទះបាទរឿងអីមិនស្ទះគេស្ទះឯកសារអញ្ចឹងទៅមើលផ្លូវប៉ុណ្ណឹងហើយមើលពួកគាត់ដាក់អត់ឃើញទេនេះផ្លូវសំមកប្លោះទេហើយឃើញគាត់ដាក់មានផ្លូវណាទៅឃើញព្រៃមិនអញ្ចឹងបានវិជាប្រវត្តិលោករੂរទាំខ្លាំងណាស់ថាពិបាកធ្វើដំណើរដូចជាការលើកឡើងរបស់វិជាប្រវត្តិមែនបាទពេលមកផ្សារអស័យម្ដងបាទរੂរទាំស្ទះពិបាកធ្វើដំណើរខ្លាំងមែនទែនហើយទស្សនវិជ្ជាស្ដាយគឺអញ្ចឹងមែនប្រិមិត្តផ្លូវនេះសល់បន្តិចអញ្ចឹងគឺដាក់កដាអញ្ចឹងដាក់អញ្ចឹងបាទផ្លូវនឹងសល់ប៉ុណ្ណឹងឯងបាទហើយតូបនេះតាមការបញ្ជាក់ថាសាងសង់ហ្នឹងគឺលក់បដោះអសន្នហើយអ្វីដែលសំខាន់លក់បដោះអសន្នហើយប្រឡោះនៅសល់ទូចហើយគឺឈប់នៅផ្លូវអញ្ចឹងទៀតបាទឈប់នៅផ្លូវអញ្ចឹងទៀតរឿងអីមិនខកស្ទះបាទហើយបងមូលហេតុអីបានឈប់ទៅលើផ្លូវអញ្ចឹងមូលហេតុអីបានចេះឈប់លើផ្លូវអញ្ចឹងគេយកលុយអត់បងមានបងលុយឲ្យគេហើយមិនបានឈប់លើតែផ្លូវអញ្ចឹងរឿងនេះស្ទះបាទឃើញហើយសូមឲ្យលោកអាបាខណ្ឌ7មករាមេតាជួយត្រួតពិនិត្យផងបាទស្ទះជារៀងរាល់ថ្ងៃតែម្ដងប្រិមិត្តបាទនេះឃើញមើលជាចាប់ដល់មកប្រឡោះនេះឃើញបាទហើយប្រឡោះមកសពប៉ុណ្ណឹងហើយពួកគាត់ដាក់អញ្ចឹងទៀតរឿងអីមិនស្ទះណែនដល់ហើយប្រិមិត្តបាទរឿងអីមិនស្ទះណែនមិនលេងដាក់អញ្ចឹងលេងតោហើយកដាផ្លូវអញ្ចឹងអស់ហើយហ្នឹងដល់ប្រិមិត្តដល់ហើយបាទ